សួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំចង់ចែករំលែកអំពីការធ្វើ API សម្រាប់ back end នៅលើ Laravel ហើយវីដេអូនេះគឺមិនមែនសម្រាប់អ្នកដែលមិនទាន់ស្គាល់អ្វីជា Laravel ទេគឺសម្រាប់អ្នកដែលបានរៀនហើយនឹងយល់ថា concept ខ្លះៗរបស់ Laravel អ្វីដែលយើងត្រូវធ្វើទីមួយគឺយើងធ្វើ authentication គឺសម្រាប់ការ register login និង log out ទីពីរគឺយើងធ្វើទៅលើការ post ទី3គឺ comment ហើយនិង like ខ្ញុំបញ្យល់ទីសិន authentication នេះគឺយើងធ្វើសម្រាប់ដូចជា social media ទូទៅដែលគេមានសម្រាប់ការ register ចូលដំបូងឡើយគឺយើងត្រូវ register ឬក៏ login ដើម្បីចូលប្រើទៅលើ social media របស់គេហ្នឹងហើយមួយទៀតគឺការ post ហ្នឹងគឺយើងបានឃើញស្រាប់ហើយដូចជា Facebook comment like ហ្នឹងគឺមានស្រាប់ហើយគឺយើងធ្វើស្តៀងគេហ្នឹងឥឡូវយើងចូលទៅកាន់ Visual Studio របស់យើងអូខេឥឡូវដំបូងឡើយគឺយើងចាប់ផ្ដើមធ្វើទៅលើ authentication ដើម្បីធ្វើ authentication ទីមួយគឺយើងទៅមើលការ connect database របស់យើងនៅក្នុង file env file .env ទីមួយយើងមើលទៅលើ database DB connection ហ្នឹងគឺយើងប្រើ MySQL ទៅលើ database ទីពីរគឺ database host ហ្នឹងគឺ local host របស់យើងហ្នឹងនេះគឺ port ហើយនឹង Laravel គឺជាឈ្មោះ database របស់យើងហើយទី2នេះគឺជា username របស់ database របស់យើងហើយយើងប្រើហ្នឹងហើយនឹង password គឺធម្មតា database ទៅពេលយើង run នៅលើ local host ហ្នឹងគឺវានឹងប្រើ username root ហ្នឹងហើយនឹង password គឺអត់មានទេហើយអានេះគឺជាអ្វីដែល database ធ្វើឲ្យអ្វីដែល Laravel បានរៀបចំឲ្យយើងស្អាតអញ្ចឹងយើងអត់ត្រូវការកែអីទេបើសិនអ្នកគ្នាចង់កែឈ្មោះ database នេះក៏បានដែរតែខ្ញុំអត់កែទេឥឡូវតទៅទៀតយើងចូលទៅមើល database នៅលើ folder database នេះគឺយើងមាន file migration មួយរបស់ database របស់ Laravel ដែលគេបានមានស្រាប់មកជាមួយ Laravel ហ្នឹងដែលគេបានធ្វើឲ្យយើងឲ្យស្រាប់ហ្នឹងគឺយើងគាត់នឹងដាក់ migration ហ្នឹងទៅវានឹងធ្វើឲ្យហើយយើងនឹងយក file user ហ្នឹងដើម្បីធ្វើ authentication ហើយនេះខ្ញុំចូលទៅមើលក្នុង app នេះ directory app នេះហើយនឹង model user គឺវាបានរៀបចំឲ្យយើងស្រេចហើយ authentication របស់យើងគឺយើងនឹងប្រើ Laravel system ដើម្បីធ្វើអូខេដំបូងឡើយគឺយើងប្រើ PHP artisan migration ដើម្បី run migration របស់យើងខ្ញុំវាយខុសខ្ញុំវាយ command វាខុសហើយវាយ PHP artisan migrate អានេះវាសួរដោយសារតែយើងអត់ទាន់មាន database ដែលឈ្មោះ Laravel នេះនៅក្នុង database របស់យើងនេះយើងកលេចមកមើល database នេះគឺអត់មានទេដូច្នេះយើងចូលមកកាន់ Visual VS Code យើងវិញយើងគ្រាន់តែវាយយកវាយមកអូខេនេះវាបង្កើត migration ឲ្យយើងហើយវាបង្កើត file database ឲ្យយើងវាបង្កើត database ឲ្យយើងហើយដល់យើងនេះមួយមកនេះគឺមាន user personal access token នេះហ្នឹងអាហ្នឹងគឺជាអ្វីដែលយើងត្រូវធ្វើអូខេឥឡូវយើងមកវិញឥឡូវខ្ញុំបង្កើត controller មួយខ្ញុំត្រូវវាយ PHP artisan make controller ហើយខ្ញុំបង្កើតវានៅក្នុង directory មួយខ្ញុំបង្កើត directory មួយដើម្បីដាក់វាគឺ directory auth តោះមកខ្ញុំដាក់វាឈ្មោះថា auth controller
គេឥឡូវយើងក្លែងមកមើល file មកក្លែងមកមើល directory app របស់យើងជាចូលទៅក្នុង HTTP directory HTTP តមកយើងចូលទៅក្នុង controller ចូលក្នុង OS controller នេះយើងនឹងបាន controller មួយដែលមានឈ្មោះថា OS controller ដែលយើងបានកើតហ្នឹងតមកអ្វីដែលខ្ញុំត្រូវធ្វើនោះឥឡូវយើងទុកអានឹងសិនយើងចូលទៅកាន់ route របស់យើង Cloud គឺយើងប្រើទៅលើ Cloud API ហើយនេះគឺជាអ្វីដែលវាបង្កើត ICM ឥឡូវយើងលុបអានេះចោលយើងនឹងយក Cloud Pause យើងយក method pause មួយតមកយើងដាក់ /login ច្រឡំ register ហើយយើងនឹងប្រើទៅលើ OS controller យកវាមកវាគឺជា class តមកគឺយើងនឹងប្រើទៅលើ method ដែលឈ្មោះថា register ដែលយើងនឹងបង្កើតវាទៀតឥឡូវយើង save វាមួយសិនយើងចូលមក file ចូលមកកាន់ file controller យើងវិញមកយើងទៅ say public method មួយ public method ឬក៏ function ហ្នឹងដាក់ឈ្មោះថា register តមកនៅក្នុងនេះយើងនឹងធ្វើអីបន្តទៀតទីមួយគឺយើងប្រើ request ដើម្បី request ពី back end មកទៅពី request ហើយយើងនឹងធ្វើ validation ទៅលើ requestដាក់ថា validateអូខេយើងនឹង validate ទៅលើទី1គឺយើងត្រូវមានឥឡូវយើងចូលទៅមើលក្នុង file user យើង model user របស់យើង model user របស់យើងគឺមាន name email ហើយនិង password អូខេទី1គឺយើងនឹងប្រើ name ត្រូវធ្វើ validate គឺយើងត្រូវ require គឺត្រូវតែមានតបមកវាគឺជាអីជា string យើងមកដាក់ size វាប៉ុណ្ណឹងទៅគឺបានហើយទី2គឺយើងនឹងធ្វើ email មួយ require ទី2គឺវាគឺជាគេ email ហើយទី3ចំណុចគឺវាត្រូវមានតែមួយនៅក្នុងទី1 database គឺ table របស់យើងឈ្មោះគេគឺឈ្មោះថា user នេះ table ហ្នឹងកន្លែង table ហ្នឹងគឺនៅដល់នេះយើងចូលមើលមកនេះគឺ table user របស់យើងគឺវាត្រូវទៅ unique email គឺមានតែមួយហើយបន្ទាប់មកវានៅ column វាគឺនេះគឺ column email ដាក់ថា email តបមកនេះគឺយើងមិនដាក់ទេអូខេប៉ុណ្ណឹងតបមកទៀតគឺ password password គឺ require ដែរយើងភ្លេចដាក់មួយ command តពី
với cái chuyện đặt bên này nhé những trang tích kỳ cũng vậy tổng dương validation 2 tổng tiền biên thuế tổng tiết nó bây giờ cả hai cái bài của mình hỏi cái đã chỗ này dương create anh em ok cho như từ bạn hãy model user nó một ra dùng create nhé thì mỗi dùng create từ name request do từ name email dương nó do từ khỏe này nhưng thôi do từ email thì 7 key password cứ dương tự cho bị được khỏe này tag password ok tag password kia mình đài là đặt password để user nó từ xe từ direct mau kiểu kỳ từ hạ về giống như từ hai file hai class hạ muối mấy kiểu là hash make nó kiểu như là cắt ở đây đặt chỗ của mình ok ta bớt tài khoản này thì từ confirm như vậy ta cf password password cứ dùng require ở đây require hỏi xem nhưng thời đạo biết đâu cho mùi password bên đây tha password confirmนี่คือเธอจะสมัครมัน password ทางเดินเนี่ยตัวปี create ហើយយើងនឹងបោះ return message មួយប្រាប់ទៅ front end ថា success ហើយអូខេខ្ញុំដាក់ថា return response មួយដាក់ថា messageដាក់ថា register success អូខេតមកមួយទៀតគឺយើងកើត token token ហ្នឹងគឺយើងបោះទៅឲ្យ back end ទៅកាន់ front end ដើម្បីឲ្យ front end ហ្នឹងគឺគេយកទៅប្រើមកគឺគេមិនបាច់ចម្លប់ in ទៀតទេនៅពេលកាលណាដល់ login ហើយយើងបាន token មួយដើម្បីចូលដំណើរការប្រើប្រាស់ក្នុង Facebook ហ្នឹងឧទាហរណ៍ថា Facebook មួយអ្នកនរគ្នានៅពេលដែលយើង register ហើយយើងអាចចូលប្រើប្រាស់បានហើយដើម្បីធ្វើអញ្ចឹងគឺយើងនឹងបោះ token ទៅឲ្យគេអញ្ចឹងខ្ញុំនឹងបែរថា token error token error token
nhưng mà đang thay là sẽ không từ đang ở đây ví dụ đặt từng đấy dùng tạm biệt tạm biệt những từ và nick mùi nữa lại bỏ mùi nó tạm mới dùng và user create 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 asset ba cái nhóm sẽ không token create asset tokenយើងដាក់ឈ្មោះឲ្យយើងដាក់ថា user ធម្មតាđấy តោះមកយើងប្រើ plain text token ប្រហែលជាខ្ញុំភ្លេចដែរជាមួយចាំយើងតេស្តទៅលើ API បើវាអត់ណាចាំយើងកែសាមីអូខេឥឡូវខ្ញុំបានដើម្បីដំណើរការវាឬក៏ដើម្បីឲ្យធ្វើនឹងដែរយើងរំ PHP Python serve នេះយើងវានឹងឡើងទៅលើ local host port 80យើងមកចូលទៅកាន់នេះមកយើងយក register នេះមកហើយ method វាគឺ post method post សាទីពីរគឺយើងយក header វាយើងកែវាមកដាក់ asset របស់វា application JSON content typeដូចគ្នាមើលវា error គឺនេះយើងធ្វើនេះគឺជា validation របស់យើងបើសិនជាយើងអត់ដាក់ទេវានឹងប្រាប់យើងថា field name នេះ field name នេះគឺវា require វាឲ្យយើងត្រូវទៅដាក់ឥឡូវខ្ញុំចូលទៅកាន់ Postman យើងទៅកាន់ body យើងយក form data មកយើងដាក់ទី1 name ទី2 email ទី3 password ទី4នោះគឺយើងទៅ cf password ពេលទី1ដាក់ name ដាក់ឈ្មោះទៅសុលាយ email ដាក់សុលាយដែរមកទៅមក gmail ទៅ .com ទី3យើងដាក់ password 1 2 3 1 2 3សាមដងទៀត password គឺវាប្រាប់យើងថាយ៉ាងតិចនេះយ៉ាងតិចគឺមាន8 character password យើងគឺត្រូវតែមាន8តួទៅវាឲ្យយើងដំណើរការអូខេឥឡូវខ្ញុំដាក់ឥឡូវបាច់ខ្ញុំកែនៅក្នុងនេះខ្ញុំដាក់ថាមានតែ3ទៅបានទេmodel create asset token បាន file មានន័យថាវាអត់ស្គាល់អាហ្នឹងទេ
ok chỉ mời nhóm trong nhóm check mời tích sinh với nhóm có ở trong cái kia này ok là dương ok cứ dương là xe anh đi khó tạm biệt cứ việc miền trong create token betul là create token ở những xung xeo của nó chúng ta tôi đang nông tuyệt ok vì tha email nó cứ cái miền này để xa đúng không cứ việc vừa đi cứ việc bên khỏi đó cứ việc ai ran bán này cứ vừa bán tay ở vậy là việc er thầm đi chẳng mà việc bạn việc cái đại tập bè cứ việc bán cho từ này nó cho từ cảnh đại tập bè vào lấy cho từ mới đi cái đó là này anh ấy đại sao để dừng ở hàng cứ password nhưng vậy một việc bấy bên tay cho mình nào không biết cứ vì mình lấy nhẹ nhàng chẳng ok anh lấy xong lục lần tránh mới tiết trong rạp anh ấy để xóa tờ đấy cứ phép tha email nó cứ như này cứ cái bạn cho hỏi được sang để dương bạn đặt viết này cứ dương bạn đặt viết này cứ ví dụ nick cứ dương bạn thử validate vì validation vì hỏi vậy ok lấy cứ dương chập làm đầu tiên cứ việc bạn phép chúng ta register success đỏ máu cứ việc bỏ bia token đi mọi giờ và lấy dùng copy việc ở đây ok tục viên năng sẵn thì biết chương nâng thảo về thời brand pin copy những thứ register chụp chạy hết dương chấp nó từ lời login dương nó một cái function một tí function tiếp cái dương đặt một cái login tỏ máu nó không login của dương brand request request copy request cứ dương for validation đấy dương là bay validation dương for được mạnh đấy của dương brand request validate tỏ máu tí mùi cái dương tất cả email email cái dương thuầnมันคือ require tỏ máu đặt email và năng nói mới tiết cái dương phải exist ní dương user tỏ máu column email thằng này cứ mình này email nó cứ thời tầm miền không đại tập bè này này thà bà email với admin tới cứ bên này dùng cái chỗ máu cứ viên chập đẹp tự phần admin thà email nó admin nên là không đại tập bè TP password vì thời require đấy require hết phần năng máu ok phần năng cứ bà đấy password require trong tích dần từ ok bài ít trăm dường sẽ lộ sự không mà tốt mà dường thưa cả check mở tại password việc việc thở gọn và sân nghiệp châu không lấy dường và ít nó ít ít password
ហើយខ្ញុំនិយាយសិនអត់ទេ valid password ខ្ញុំបង្កើត valid password មួយនោះ valid password មកស្មើជាមួយនឹងuser អត់ទៅ user ហ្នឹងឯង user như vào vé password ហ្នឹងគឺវាស្មើជាមួយនឹង password ដែលគេបាច់ចូលមកនេះយើងនឹងប្រើ request password គេយើងត្រូវយក password យើងត្រូវយក email មិនត្រូវគឺយើងត្រូវឆែកទៅលើ email ហ្នឹងemail ស្មើជាមួយនឹង request email ហ្នឹងចេះមិនត្រូវតមកគឺយើងនឹងយក get យើងនឹងយក get យើងនឹង get password តមកយើងឆែកif យើងឆែកបើសិនបើ password យើងត្រូវប្រើ hash តោះនេះគឺឆែកមើលបើសិនបើយើងឆែកសិនយើងឆែកមើលបើសិនបើ password ហ្នឹងគឺវាត្រូវអញ្ចឹងយើងដាក់ request password ទី1 request password request ដែលគេបោះមកពី front end ហ្នឹងមួយទៀតយើងដាក់ valid យើងដាក់អ្វីដែលមាននៅក្នុង database របស់យើង password ដែលនៅក្នុង database របស់យើងដាក់ថា valid password คลิก D មួយអូខេកាលណាបើសិនបើវាត្រូវទៅពេលណាដែលវាត្រូវអញ្ចឹងសិនបើវាត្រូវមែនវានឹង if នេះវានឹង true អញ្ចឹងវានឹងចូលមកធ្វើនេះយើងនឹង return response មួយយើង return response ឲ្យវាមកនោះ response ទីមួយយើងឲ្យ message នេះ login success ទៅទៀតយើងនឹងបង្កើត Bearer token នេះមកតាមពិតទៅត្រង់នេះដើម្បីឲ្យវាចំណេញយើងគួរតែយក
ចេះវិញយក get ប៉ុណ្ណឹងមកតមកទៅនេះគឺយើងដាក់ user វិញចេះវិញតមកយើងនឹងយក user នេះយើងយក password មកវិញយក password នេះហើយអូខេសម្រាប់ត្រូវ user នេះវានឹងបង្កើត create account អូខេប៉ុណ្ណឹងមកគឺជាការស្រេចហើយយើងសាកទី2យើងត្រូវដាក់ route វិញទៀតយើងកាត់ route ទៅទៀតមក route ផុសដូចគ្នាក្នុងនេះយើងដាក់ URL URI វាមក URI វាយើងដាក់ login ហើយទៅទៀតដាក់ controller ដាក់ controller របស់យើងតមកទៀតគឺយើងនឹងដាក់ទៅលើ function របស់យើងដាក់ថា login សម្រាប់ Excel វាមកបានប៉ុណ្ណឹងឥឡូវយើងលុបនេះចោលទៅយើងអត់យើងសាកទៅតេស្តនៅលើ Postman យើង duplicate វាយើងដាក់ថា login property password does not exist on this collection វាថា password អត់មានទេអូខេឥឡូវខ្ញុំសាកចូលទៅមើលសិនវា error គេ login property password នឹងផ្សេងខុសយើងចូលទៅមើល controller របស់យើង password ឥឡូវយើងបិទអានេះពីសាមញ្ញ password ថា property password អត់មានពណ៌វិស័យមួយមើល line ខ្សែមួយយក user វា email request email ពេលយើងដាក់ email មកយើងត្រូវមាន password ហើយđấy អូខេឥឡូវជាមួយខ្ញុំ check មើលទៅលើ error សិនអូខេឥឡូវខ្ញុំរកឃើញ error អីសារខាងនេះយើងយក get កាលណាយើងយក get វានឹងឲ្យយើងជា array កាលណា array យើងត្រូវ loop វាដើម្បីយកអញ្ចឹងដើម្បីកុំឲ្យយកបាក់ពេកគឺយើងយក first ដោយសារយើងយក first វិញមកនៅពេលណាដែលយើងយក get មានន័យថារាល់មានន័យថារាល់ data ទាំងអស់ដែលមាននៅក្នុង table user ហើយវាមាន email និងមាន email ហ្នឹងដូចគ្នាវានឹងយកមកទាំងអស់តែដោយសារ database យើងគឺយើង email មានតែមួយឯងហើយយើងត្រូវយក first ហ្នឹងមានន័យថាទោះបី database នៅក្នុង database យើងវាមាន email ច្រើនដូចគ្នាក៏ដោយក៏វាយកមកតែមួយដែរអញ្ចឹងហើយបានជាវាមិន error ដោយសារវាចេញជាវានឹងបោះមកជា array អូខេឥឡូវយើងសាកម្ដងទៀតអូខេនេះគឺ login success ឥឡូវយើងបានធ្វើ login មួយទៀតហើយឥឡូវខ្ញុំតេស្តថតថាខ្ញុំដាក់អានេះ time f នេះមួយទៀត
bên này tha bà sân chia về email không có email là bên không lại để cho mời về trình mà đây cứ web thả email nó invalid cứ bên này thả email nó bị admin không lại để bài hay là cái đó message ở Snap cứ dừng bài chấm từ implement message ấy nữa màu này ok bây giờ đã đấy lại dùng đã bây giờ trời vẫn lại dùng đã password không ok tạm biệt những thử thử bỏ về lại password khó cứ dùng cú đọc bỏ ra để mà ok chụp được về mình khó thì bỏ đi màu thì starter code 432 4ហើយ422អ្នកគ្នា starter code នេះក៏សំខាន់ដែរសម្រាប់ធ្វើ API តែនេះយើងអាចរៀនតាមក្រោយទៀតមកឥឡូវខ្ញុំទៅកែក្នុងនេះសិនបើអត់មានយើងនឹង return response ក្នុង return response មួយយើងដាក់ថា message បោះ message មួយយើងឲ្យ message មួយប្រាប់ទៅគេថា invalid password តបមកយើងប៉ុណ្ណឹងមកតមកយើងដាក់ starter code យើងគឺ422 អូខេឥឡូវយើងសាកដល់ទៀតអូខេនេះ invalid password starter code បើសិនបើវាជោគជ័យ starter code របស់វានឹងចេញ200អូខេវានឹងបោះ bearer token មួយទៀត bearer token ហ្នឹងគឺដូច register ដែរអូខេតបយើងធ្វើនេះហើយ register ហើយដើម្បី log out យើងដល់ log out យើងនឹងចាប់ផ្ដើមធ្វើនៅនេះទី1យើងត្រូវដាក់ middleware វាគឺយើងត្រូវសរសេរថា route យើងត្រូវបន្ថិច route វាយើងដាក់គ្រប់មកគ្រប់ទី1យើងនឹងដាក់ទៅលើ middleware របស់យើងគឺ os យើងប្រើ Centum អ្វីដែលយើងប្រើគឺ Centum តាមពិតគឺទៅចាំទៀត middleware ញ៉ៃតិចអ្នកនរគ្នាតបមកគឺយើងនឹងដាក់មួយទៀតគឺ function យើងសរសេរថា function យើងនឹង copy អានេះចូលនេះគឺយើងបាច់ copy ចូលទេគឺយើងទុកនៅលើនេះទៅចេះអ្នកគ្នានៅពេលណាយើងបង្កើត route មួយដែលយើងនឹងប្រើទៅលើ route នេះដាក់ឈ្មោះថា route នេះគឺយើង get មកតមកដាក់ថា me វានឹងបោះ data មកវានឹងបោះ data ដែលយើងបាន login ហើយហ្នឹងវានឹងបោះដូចជា username password អីហ្នឹង
មកយើងវិញទេឥឡូវខ្ញុំដាក់ OS ដែរគឺនឹងប្រើលើ OS controller របស់យើងហ្នឹងប្រើហ្នឹងមកដូចជាខ្លះតមកយើងដាក់មេតូតមួយឈ្មោះមីតែខ្ញុំតបង្កើតនេះអូខេឥឡូវខ្ញុំទៅបង្កើតមេតូតទាំងនេះមួយដាក់ថា public function មួយឈ្មោះថាមីហើយខ្ញុំនឹង return អីមួយreturn ថាមីទៅអូខេមិញ routing គឺយើង slash មីឥឡូវតទៅយើងចូលទៅក្នុង postman យើងវាយថាយើង duplicate មួយទៀតណាយើង slash មីតើមកអ្នកគ្នាត្រូវរឿងមេតូដោយត្រូវជាមួយនឹង API របស់យើងនេះ API យើងគឺ get អញ្ចឹងយើងត្រូវរឿងមេតូទៅ get នេះគឺវានឹងប្រាប់ថា authentication មានន័យថាយើងអត់បាន login ចូលទេយើងចាំថាមិញយើងបាន login ហើយយើងបាននេះ bearer token នេះដើម្បីយើងនេះមកអានេះវា load ដោយសារអីខ្ញុំយល់នេះសិនគឺដោយសារយើងនេះ take round នេះគឺមានន័យថានៅពេលណាយើងអត់មាន bearer token ដែលយើង login នឹងមកទេគឺយើងចូលប្រើបានតោះមកយើងដាក់ bearer token ហ្នឹងដាក់វានៅលើនេះមកយើងរើសវាមកយកថានេះ bearer token អូខេវាចេញមួយឲ្យអានេះ copy មិញហ្នឹងអានេះគឺយើង copy វានេះតមកនេះវា return ពាក្យថាមីនេះដែលយើងបោះពីនេះមកអូខេបើសិនបើយើងលុបអានេះចោលវិញ authentication របស់យើងវា token នេះខ្ញុំ login គឺវានឹងដាក់ថា unauthentication ឥឡូវយើងអូខេឥឡូវយើងនឹងទៅធ្វើជាមួយមីសិនចាំយើង log out មីនេះខ្ញុំនឹង return ទៅលើអ្វីខ្លះreturn this font respond មួយ respond មួយrespond ទៅលើយក authentication មកយើងនឹងនេះគឺវាបង្កើតឲ្យយើង save ហើយហ្នឹងគឺមកពី Laravel ស្រាប់អ្នកនេះគាត់ដាក់ផ្សេងចឹងមកតមកយើងយក user នេះមកអូខេបោះប៉ុណ្ណឹងមកតែចាំមកអ្នកគ្នាបោះប៉ុណ្ណឹងមកវានឹងបោះ user ដែលយើងបាន log in ហ្នឹងនេះ ID 2នេះដោយសារតែយើងមាន user តែមួយឥឡូវខ្ញុំសុំទៅមើល database ខ្ញុំសិននេះ user យើងមានតែមួយហ្នឹងឯងឥឡូវខ្ញុំសាកបង្កើតនេះទៀតខ្ញុំទៅ register user មួយទៀតខ្ញុំដាក់ឈ្មោះថាសុកលីអីចឹងទៅតើមកខ្ញុំដាក់នេះសុកលីដែរហើយ password ដែរទាំងទៅហើយខ្ញុំសាក send វានេះ register success តើមកយើង copy អាហ្នឹងយើងក៏ដាក់ក្នុងមីអានេះអ្នកនរឃើញសុកឡាយបើសិនបើយើង register ចូលទៅកាន់សុកលីវិញនេះយើងបង្កើតបាននេះនេះគឺសុកលីនេះគឺ ID របស់វានេះអូខេតទៅពីប៉ុណ្ណឹងហើយយើងចូលទៅដល់ log out ខ្ញុំសូមធ្វើចេញពីនេះទៅមុនចូល public function ទៅដែរ function
mình sẽ thả log out log out log out នេះគឺខ្ញុំនឹងយក off មិនដែរហ្នឹងយើងប្រើហ្នឹងដូចគ្នាដោយសារហ្នឹងវាឲ្យដោយ Laravel ស្រាប់ហើយយើងគ្រាន់តែយកវាមកប្រើមកគឺបានហើយប្រើអស់ហ្នឹងហើយតើពេលខ្ញុំចាំយើងត្រូវប្រើ user តមកយើងប្រើ delete token delete ចំភ្លេចដែរហើយយើងត្រូវប្រើ current access token current access token តមកយើងប្រើ delete current access token current access token ចូលទៅកាន់ API វា error ហើយយើងទៅសេខុសអីមើលហើយយើងសាកសិនទេដើម្បីនេះវាយើងនឹងប្រើ route ទៀត route នេះយើងប្រើ route តាមពិតយើងត្រូវប្រើមាន delete តែឥឡូវខ្ញុំបញ្ចូលខ្ញុំប្រើ route ផុសហ្នឹងទៅខ្ញុំ slash log out ឥឡូវយើងទៅមើលនេះសិនមិនសេ log out ឬ log out ថា log out ទៅសេសេខុសសាក log out duplicate ដើម្បី log out យើងក៏ត្រូវដាក់ហ្នឹងដែរនេះអូខេមិញយើងអាច host do not exist body và vì error log out me user ok យើងតាមពិតយើងអានេះគឺយើងប្រើជាង Google ទៅយើងត្រូវប្រើ request បានទៅrequest តាមពិតអានេះយើងត្រូវប្រើ request ថា request យើងត្រូវប្រើ request តើមកអានេះយើងដាក់ request អូខេចេះបានវាត្រូវគឺវាចេះបាទអូនេះគឺយើង get នេះគឺថា method post
not exist method នេះផុសយើងភ្លេចទីអូខេនេះយើងឃើញថាយើងមើលទៅមើល authentication របស់យើងនេះ4គឺវាដែរឥឡូវយើងចូលមកដល់នេះយើងនឹង log out វាអញ្ចឹងយើងដាក់ផុសហើយយើងដាក់ថា log out to say config ឥឡូវបើខ្ញុំអត់ដាក់នេះទេ authentication ខ្ញុំភ្លេចតែបើយើងត្រូវបោះ return ដែរ return message ខ្ញុំ copy នេះដាក់តិចទៅយើងលុបអានេះវិញដាក់ out success log out success ចាប់ឡើងដាក់ Bearer token យកវានេះ Ctrl C ហើយបោះចូលនេះ log out success ឥឡូវយើងចូលម្ដងនេះវិញដដែលជាមួយវា log out success ហើយនេះគឺវានឹងចេញថា unauthentication មានន័យថាយើង log out success ហើយអូខេវីដេអូរបស់យើងខ្ញុំសូមបញ្ចប់តាមប៉ុណ្ណឹងអ្វីដែលយើងត្រូវធ្វើបន្តទៀតគឺទាក់ទងជាមួយនឹង post comment និង like អរគុណចាំជួបគ្នានៅវីដេអូក្រោយ